បាទសូមជម្រាបសួរសម្ដេចលោកជំទាវអាដាមលោកជំទាវលោកស្រីនាងកញ្ញាជនរួមជាតិជាទីគោរពនិងជាទីរាប់អានបាទនេះគឺជាវេទិកានីតិវិភាគព្រឹត្តិការណ៍សង្គមរបស់គណៈនាយកដ្ឋានវិទ្យុនិងទូទស្សន៍បាយ័នបាទនៅក្នុងព្រឹកនេះផងដែរនីតិរបស់យើងក៏នឹងផ្ដល់ជូនជាមួយនឹងព្រឹត្តិការណ៍វិភាគមួយចំនួនដែលតាក់ទងទៅនឹងព្រឹត្តិការណ៍ដែលកើតមាននៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្នហើយជាពិសេសគឺនៅក្នុងវេទិការបស់យើងក្នុងព្រឹកនេះយើងនឹងលើកយកនៅចរិតរបស់គណៈបកប្រឆាំងដើម្បីធ្វើការពន្យល់និងបង្ហាញជូនទៅដល់ជនរួមជាតិទុកជាការផ្ទៀងផ្ទាត់ដែលក្នុងនោះវាគ្មិនកិត្តិយសរបស់យើងគឺលោកបណ្ឌិតឈឹមផលវរុនបាទឥឡូវនេះខ្ញុំសូមជួបជាមួយនឹងវាគ្មិនយើងបន្តិចសិនបាទជំរាបសួរលោកបណ្ឌិតឈឹមផលវរុនបាទជំរាបសួរលោកសាស្ត្រាចារ្យបាទសូមអរគុណលោកបណ្ឌិតបាទនៅក្នុងព្រឹកនេះផងដែរវេទិការបស់យើងនឹងមានសំណួរជាច្រើនដើម្បីដាក់ជូនលោកបណ្ឌិតធ្វើការបំភ្លឺនិងបញ្យល់ទៅដល់ជនរួមជាតិហើយក្នុងនោះផងដែរខ្ញុំសង្កេតឃើញថាបច្ចុប្បន្ននេះសម្រាប់គណៈបកប្រឆាំងនៅកម្ពុជាកំពុងតែបង្ហាញនៅគំនិតច្រណែនឈ្នានីសបាទហើយភាពច្រណែនឈ្នានីសរបស់គណៈបកប្រឆាំងនៅកម្ពុជានាពេលនេះគឺដោយសារតែទីមួយគាត់គ្មានគុណសម្បត្តិចំពោះជាតិគ្មានគុណសម្បត្តិចំពោះប្រជាពលរដ្ឋដោយដែលលោកបណ្ឌិតក៏ដូចជាជនរួមជាតិជ្រាបហើយថាគិតមកដល់ម៉ោងនេះនៅពេលដែលកម្ពុជារបស់យើងប្រឈមមុខជាមួយនឹងបញ្ហាផ្សេងជាពិសេសបើយើងងាកទៅអតីតកាលនៅពេលដែលខ្មែរប្រឈមជាមួយនឹងសោកនាដកម្មនៃការកាប់សម្លាប់ក៏ដូចជាការធ្វើទុកបុកម្នេញទារុណកម្មគ្រប់បែបយ៉ាងដែលខ្មែរក្រហមប៉ុលពតបានធ្វើការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរនោះយើងឃើញថាព្រឹត្តិការណ៍នៅពេលនោះកុំថាឡើយដល់ទៅឃើញរូបរាងលោកកឹមសុខាឬក៏រូបរាងលោកសំរងស៊ីសូម្បីតែស្រមោលកឹមសុខាស្រមោលសំរងស៊ីក៏យើងមិនបានឃើញផងដែរប៉ុន្តែឥឡូវនេះគណៈបកប្រឆាំងបែរជាតាំងខ្លួនថាខ្លួនជាអីសីខ្លួនជាទេវតាខ្លួនជាអាទិទេពដើម្បីមកប្រោះព្រំប្រជាពលរដ្ឋខ្មែរចំណុចនេះគឺជាចំណុចមួយដែលគួរឲ្យកត់សម្គាល់ផងដែរហើយនៅពេលដែលគណៈបកប្រឆាំងកាន់តែអួតប្រជាប្រិយភាពរបស់គណៈបកប្រឆាំងកាន់តែធ្លាក់ហើយនៅពេលដែលប្រជាពលរដ្ឋដកសេចក្តីទុកចិត្តលើគណៈបកប្រឆាំងនោះអញ្ចឹងគឺគណៈបកប្រឆាំងកំពុងតែបង្ហាញនៅចរិតខូខើមួយដែលគេអាចប្រៀបធៀបបានថាសាហាវដោយខ្លាត្រូវរបួសឥឡូវនេះយើងឃើញថាមានបញ្ហាច្រើនណាស់ដែលគាត់លើកឡើងដើម្បីប្រឆាំងទៅដល់រាជរដ្ឋាភិបាលជាមួយនឹងការប្រឌិតនៅរឿងជាច្រើនទៀតដែលមិនគួរឲ្យជឿឥឡូវនេះយើងងាកមកមើលទស្សនវិជ្ជាថ្មីនេះលោកបណ្ឌិតយើងឃើញថាម្សិលមិញនេះគឺគណៈបកប្រឆាំងគេបានរៀបចំបាតកម្មមួយដែលឈ្មោះរបស់គេហៅថាមហាបាតកម្មក៏ប៉ុន្តែការពិតធៀបពិតនៅពេលដែលយើងឃើញបន្ទាប់ពីបាតកម្មនេះត្រូវបានរំសាយដោយគណៈបកប្រឆាំងហ្នឹងយើងឃើញថាអ្នកដែលចូលរួមគឺក្រោម100នាក់ប៉ុន្តែបើភាសារបស់គណៈបកប្រឆាំងគឺគេនិយាយថាមិនតិចជាង10000នាក់ទេអញ្ចឹងគឺថាចំនួនដ៏តិចតួចនេះគឺឆ្លុះបញ្ចាំងឲ្យឃើញអំពីការដកសេចក្តីទុកចិត្តរបស់អ្នកគ្រប់គ្រងបកប្រឆាំងផងដែរប៉ុន្តែយើងងាកមកលើចំណុចទាមទាររបស់ពួកគេទី1គឺមហាបាតកម្មរបស់គេនឹងទាមទារឲ្យផ្លាស់ប្ដូរកោជបនិងទី2គឺសុំឲ្យលោកសំរងស៊ីវិលត្រឡប់មកដឹកនាំគណៈបករបស់ខ្លួនវិញហើយកុំភ្លេចផងដែរថាមុននេះលោកសំរងស៊ីធ្លាប់បដិសេធថាគាត់មិនអាចមកចូលរួមក្នុងការបោះឆ្នោតបានទេដោយសារតែគាត់មានចេតនាដាក់សម្ពាធលើរាជរដ្ឋាភិបាលនិងជាពិសេសគឺចេតនាក្នុងការបំផ្លាញចោលលទ្ធផលនៃការបោះឆ្នោតអញ្ចឹងជុំវិញព្រឹត្តិការណ៍នៃបាតកម្មដែលគណៈបកប្រឆាំងរៀបចំនេះលោកបណ្ឌិតយល់ឃើញយ៉ាងម៉េចជាមួយនឹងទស្សនៈផ្ទាល់របស់លោកបណ្ឌិតក៏ដូចជាតាក់ទងទៅនឹងល្បិចកលរបស់បកប្រឆាំងបាទទស្សនវិជ្ជាម្សិលមិញនៃការធ្វើបាតកម្មជាក់ស្ដែងរបស់គណៈបកប្រឆាំងដែលមានកឹមសុខានិងក្រុមមេដឹកនាំរបស់ក្រុមលោកសំស៊ីនិងមេដឹកនាំរបស់ក្រុមលោកកឹមសុខាដែលបានបង្កើតរួមគ្នានេះទស្សនវិជ្ជាមានជាច្រើនចំណុចដែលយើងចាប់អារម្មណ៍ទី1យើងធ្វើការប្រៀបធៀបទៅលើគម្រោងដែលគេប៉ងធ្វើគម្រោងដែលគេប៉ងធ្វើគេទន្ទឹងថានឹងមានអ្នកមកចូលរួម4ទៅ5ពាន់នាក់បាទហើយគេប្រើពាក្យមហាបាតកម្ម
ហើយចំណុចនេះគម្រោងហើយនឹងការបញ្ចេញវោហារស័ព្ទនេះយើងឃើញថាមេដឹកនាំគណៈបកប្រឆាំងកម្មលេខាក្តីនិងមេដឹកនាំគណៈបកសំស៊ីក្តីគេចូលចិត្តទៅប្រើពាក្យឲ្យវាធំហួសឥឡូវយើងមិនទាន់ថាអះអាងថាធំហួសទេតែដល់ព្រឹត្តិការណ៍ជាក់ស្ដែងម្សិលមិញនេះយើងឃើញថាគណៈបកប្រឆាំងមិនមានសមត្ថភាពនឹងបញ្ចុះបញ្ចូលអ្នកគ្រប់គ្រងគណៈបកខ្លួនឲ្យមកចូលរួមបាតកម្មចំនួន 4-5,000 តាមការរំពឹងទុកនោះទេជាក់ស្ដែងយើងឃើញថាអ្នកដែលចូលរួមនឹងខ្ទង់ជា 1000 អ្នកប៉ុណ្ណឹងឯងហើយចំនួន 1000 អ្នកនេះជាការបង្ហាញថាភាពអសមត្ថភាពរបស់មេដឹកនាំគណៈបកប្រឆាំងក្នុងការបញ្យលហេតុផលដើម្បីឲ្យអ្នកគ្រប់គ្រងរបស់ខ្លួនមកចូលរួមនេះជាបញ្ហានយោបាយមួយដែលបញ្ជាក់ថាគណៈបកប្រឆាំងបាត់បង់ការគ្រប់គ្រងពីរង្វង់សមាជិកសមាជិកានិងអ្នកគ្រប់គ្រងរបស់ខ្លួនហើយទី2ការមុនគេធ្វើបាតកម្មគេបានប្រើសម្លេងភាសាគេហៅថាអង្គអាត់មិនគោរពច្បាប់នៅពេលនោះគេថាទោះបីជាក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យគេដង្ហែក្បួនក៏គេនៅតែដង្ហែប៉ុន្តែយើងឃើញថាចរិតល្មើសច្បាប់របស់មេដឹកនាំគណៈបកប្រឆាំងនៅកម្ពុជានេះបានត្រូវអំណាចស្របច្បាប់របស់រាជរដ្ឋាភិបាលកម្រិតឲ្យមេដឹកនាំគណៈបកប្រឆាំងវិលត្រឡប់មកមានសតិសម្បញ្ញៈគោរពច្បាប់វិញនេះចង់និយាយថាការប្រើសេរីភាពបញ្ចេញមតិក្តីការប្រើសេរីភាពធ្វើបាតកម្មក្តីត្រូវគោរពតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានត្រង់ចំណុចនេះខ្ញុំចង់ជម្រាបថារដ្ឋធម្មនុញ្ញបានសរសេរ2ឃ្លាច្បាស់ដែលម្នាក់មិនគួរអានតែមួយឃ្លាហើយកបត់កតុយមួយឃ្លាចុងក្រោយទេខ្ញុំអានយ៉ាងខ្លីឃ្លាទី1នេះរដ្ឋធម្មនុញ្ញទទួលស្គាល់អំពីសេរីភាពនៃការធ្វើបាតកម្មនិងកោតកម្មដោយសន្តិវិធីឯឃ្លាទី2បានចែងថាការប្រើសេរីភាពធ្វើបាតកម្មនោះវាត្រូវតែតាមលក្ខខណ្ឌនៃច្បាប់កំណត់ហើយឃ្លា2នេះវាមិនខុសអំពីស្តង់ដារសេរីភាពនៅបណ្ដាប្រទេសជឿនលឿនទេដូចគ្នាអរគុណលោកបណ្ឌិតបាទឥឡូវងាកមកចូលចំណុចសំខាន់នៃការទាមទាររបស់គណៈបកប្រឆាំងវិញម្ដងទី1យើងឃើញហើយថារៀងរាល់អាណត្តិមិនមែនតែអាណត្តិនេះទេដែលគណៈបកប្រឆាំងនឹងតែងតែយកគណៈកម្មការជាតិរៀបចំការបោះឆ្នោតនឹងធ្វើជាសត្រូវដោយចោទប្រកាន់គណៈកម្មការជាតិថាចេះ1ចេះ2ចេះ3លក្ខណៈ ហើយជាពិសេសការទាមទារចុងក្រោយនេះគឺគេអះអាងថាដោយគោរពតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអីជាដើមលក្ខណៈអញ្ចឹងត្រង់ចំណុចនេះលោកបណ្ឌិតមានអីសម្រាប់ធ្វើការបញ្យលជូនជនរួមជាតិបាទត្រង់ចំណុចនេះខ្ញុំចង់ភ្ជាប់ជាមួយនឹងលទ្ធភាពនៃការប្រើសេរីភាពបាតកម្មដើម្បីទាញទៅរកការប្រើសេរីភាពបាតកម្មដើម្បីទាមទារឲ្យកោជបធ្វើការកែតម្រង់តាមអ្វីដែលគណៈបកប្រឆាំងចង់បានបាទការប្រើសេរីភាពបាតកម្មនៅក្នុងសង្គមប្រជាធិបតេយ្យវាមិនជាខុសទេប៉ុន្តែសំខាន់ថាតើការប្រើសេរីភាពបាតកម្មក្នុងការទាមទារអ្វីមួយនោះតើការប្រើសេរីភាពបាតកម្មវាជាមធ្យោបាយល្អដែរអត់ហើយជាមធ្យោបាយមានប្រសិទ្ធភាពដែរអត់ហើយដើម្បីឆ្លុះបញ្ចាំងថាតើការទាមទាររបស់គណៈបកប្រឆាំងវាសមស្របអត់បាទតែហ្នឹងបើសិនជាការទាមទាររបស់គណៈបកប្រឆាំងឲ្យមានការកែតម្រង់កោជបតាមអនុសាសន៍របស់បរទេសនោះវាសមស្របវាគួរណាស់តែកម្មសខាសំរងស៊ីគៀងកោប្រជាពលរដ្ឋខ្មែរដែលគ្រប់គ្រងខ្លួនមកបានច្រើនអ្នកហើយប៉ុន្តែមេបកប្រឆាំងទាំងអស់នោះខកចិត្តម្សិលមិញខ្ញុំឃើញទស្សនវិជ្ជាខកចិត្តរបស់មេគណៈបកប្រឆាំងប៉ុន្តែអ្នកគ្រប់គ្រងគេមិនខកចិត្តទេគេទទួលយកការពិតប៉ុន្តែកម្មសខានិងមេបកប្រឆាំងទាំងអស់នោះខកចិត្តនៅត្រង់ថាខ្លួនបានអួតក្អេងក្អាងមុនពុទ្ធកាថានឹងបាន4ទៅ5,000នាក់ដល់មកតែខ្ទង់ 1,000 នាក់ខ្លួនត្រូវរកវិធីលុបលាងអាម៉ាស់លុបលាងអាម៉ាស់បែរទៅជាបង្វិលទិសទៅចោតប្រកាន់ថាអាជ្ញាធររាជរដ្ឋាភិបាលទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋមកចូលរួមបាតកម្មនៅក្នុងការរៀបចំរបស់ខ្លួននេះចរិតនេះដែលចង់បញ្ជាក់ថាខ្លួនបំផោងហួសមៀតហួសសមត្ថភាពហួសការទុកចិត្តរបស់ប្រជាពលរដ្ឋដល់ពេលជួបជាក់ស្ដែងនៅភាពបរាជ័យគឺខ្លួនទៅទម្លាក់កំហុសទៅអ្នកដទៃនេះជាវប្បធម៌ដ៏អាក្រក់របស់គណៈបកប្រឆាំងឥឡូវយើងទាញ
គាត់បំផោងថាខ្លួននឹងឈ្នះឆ្នោត28 កក្កដា 2013 បាទដល់បំផោងថាឈ្នះទាំងសំរងស៊ីបំផោងថាខ្លួននឹងមកចូលរួមបោះឆ្នោតពេលឆាប់ដល់ចុងក្រោយដល់អត់បានមកចូលរួមបែរតែជាកលៃពាក្យវិញថាមិនមកចូលរួមគឺជាការល្អដើម្បីដាក់សម្ពាធទៅវិញនេះឃើញគេរបៀបល្បិចពង្វិលទិសត្រឡប់ទៅលិនទៅខ្លួនឯងបាយបិណ្ឌជាបាយបាតដល់ចំណុចហ្នឹងហើយដែលយើងមើលឃើញថានៅពេលដែលខ្លួនអួតថាចង់ឈ្នះហើយថានឹងឈ្នះចុះហេតុអ្វីបានទៅជាដាក់លក្ខខណ្ឌឲ្យកោចបគោរពយកនៅការទៀមទារបស់បរទេសប្រទេសមួយជាអធិបតេយ្យហើយឯករាជ្យហេតុអីបានទៅស្ដាប់អនុសាសន៍បរទេសរឿងនេះជាបញ្ហាហើយកោចបដូចខ្ញុំអាសាលើកគ្រាន់តែជាស្ថាប័នរដ្ឋធម្មនុញ្ញក្នុងការរៀបចំការបោះឆ្នោតទេប៉ុន្តែនីតិវិធីនៃការបោះឆ្នោតច្បាប់បោះឆ្នោតវាអាស្រ័យទៅនឹងរដ្ឋសភាជាអ្នកអនុម័តបាទអរគុណលោកបណ្ឌិតបាទមួយវិញទៀតអ្វីដែលយើងកត់សម្គាល់យើងឃើញថាលោកសំរាំងស៊ីគឺនិយាយនៅសើមមកឡើយទេដែលចេញពីមាត់គាត់ថាគាត់មិនមកចូលរួមក្នុងការបោះឆ្នោតទេពីព្រោះថាការចូលរួមការមិនមកចូលរួមបោះឆ្នោតរបស់គាត់ហ្នឹងគឺធ្វើឲ្យគណៈបកគាត់ចំណេញនេះទី1ទី2ធ្វើឲ្យរដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតឆ្នាំ2013នេះគឺជារដ្ឋាភិបាលមិនស្របច្បាប់ប៉ុន្តែផ្ទុយទៅវិញកូនចៅរបស់សំរងស៊ីក្រុមកឹមសុខានិងបននយោបាយរបស់គាត់ហ្នឹងបែរជាធ្វើសកម្មភាពមួយគឺទាមទារឲ្យលោកសំរងស៊ីចូលស្រុកអញ្ចឹងនេះគឺជាចំណុចមួយដែលមានការប្រទាំងប្រទិះគ្នារវាងលោកសំរងស៊ីដែលជាមេបកនិងរវាងកូនចៅរបស់គាត់នៅក្នុងស្រុកនេះជាបញ្ហាមួយប៉ុន្តែលោកបណ្ឌិតសូមពេលសម្រាប់បន្តិចសិនហើយបន្ទាប់មកសូមលោកបណ្ឌិតជួយបន្តតាមចំណុចនេះបាទលោកលោកស្រីទូទស្សនិកជនជាទីគោរពនិងជាទីរាប់អានឥឡូវនេះក៏សូមបន្តនៅចំណុចសំខាន់នេះបន្តទៅទៀតដែលមុននេះខ្ញុំបានដាក់សំណួរជូនលោកបណ្ឌិតចំផលវរុនហើយតាក់ទងទៅនឹងភាពប្រទាំងប្រទិះគ្នារវាងលោកសំរងស៊ីនិងសមាជិកគាំទ្ររបស់គាត់នៅក្នុងប្រទេសដែលយើងឃើញថាសំរងស៊ីបានបដិសេធដាច់ខាតពីរឿងបញ្ហាថាគាត់មិនចូលរួមក្នុងការបោះឆ្នោតទេនៅក្នុងចេតនាមួយដើម្បីដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលដែលកើតឡើងក្រោយការបោះឆ្នោតហ្នឹងដើម្បីឲ្យរដ្ឋាភិបាលនោះគឺមិនស្របច្បាប់ហើយមួយទៀតគាត់ថាគឺជាផលចំណេញសម្រាប់គណៈបករបស់គាត់អញ្ចឹងភាពប្រទាំងប្រទិះនេះខ្ញុំសូមផ្ដល់ជូនលោកបណ្ឌិតចំផលវរុនបាទលោកបណ្ឌិតអញ្ជើញបាទចំណុចនេះហើយដែលចង់បញ្ជាក់ថាគណៈបកប្រឆាំងនៅកម្ពុជាពុំមានសមត្ថភាពរៀបចំនៅនយោបាយផ្ទៃក្នុងរបស់ខ្លួនមួយដើម្បីឲ្យជាការស៊ីចង្វាក់តាមបែបប្រជាធិបតេយ្យផ្ទៃក្នុងបកតាមធម្មតាបើគណៈបកមួយដែលមាននយោបាយប្រជាធិបតេយ្យផ្ទៃក្នុងបកដូច្នេះរាល់នយោបាយដែលមេដឹកនាំគណៈបកបន្លឺឡើងគឺជាទស្សនៈនយោបាយតំណាងឲ្យផលប្រយោជន៍នយោបាយរួមរបស់គណៈបកប៉ុន្តែគណៈបកសំរងស៊ីក្តីគណៈបកកឹមសុខាក្តីតាំងពីដើមមកមិនដែលឯកភាពគ្នាទេរវាងមេបកនិងសមាជិកបកហើយឥឡូវនេះរហូតដល់2ក្រុមមកឃុំគ្នាទៀតវារិទ្ធកលយុគដែលមិនអាចឯកភាពគ្នាបានទេរវាងក្រុមកឹមសុខានិងក្រុមសំរងស៊ីដូច្នេះយើងឃើញថាអសមត្ថភាពនយោបាយក្នុងការរៀបចំក្រុមមួយឲ្យមាននយោបាយរួមសម្រាប់ការសម្ដែងឆន្ទៈនយោបាយទៅខាងក្រៅគឺប្រទាំងពីគ្នារវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋដែលគ្រប់គ្រងគណៈបកហើយចំណុចនេះហើយដែលបញ្ជាក់ថាសំរងស៊ីក្តីកឹមសុខាក្តីពុំអាចត្រូវបានប្រជាពលរដ្ឋអនុញ្ញាតឲ្យទៅដឹកនាំប្រទេសបានទេពីព្រោះការដឹកនាំប្រទេសគឺត្រូវការអ្នកដឹកនាំដែលមានសមត្ថភាពមិនត្រឹមតែរៀបគណៈបកបានទេត្រូវមានសមត្ថភាពរៀបចំរដ្ឋចុះបើខ្លួនរៀបចំគណៈបកមិនបានអ្នកណាទៅទុកចិត្តឲ្យទៅរៀបចំរដ្ឋបកលយុគហើយចំណុចហ្នឹងហើយដែលយើងអាចពិនិត្យមើលឃើញថាសូម្បីតែរឿងបោះឆ្នោតសំរងស៊ីការកម្មសិក្ខាការពីមុនថាគាត់បានតាក់ទងបរទេសនឹងឲ្យមកអង្កេតការច្រើនអ្នកនិងច្រើនថ្ងៃច្រើនខែដើម្បីឲ្យស្គាល់ឲ្យអស់ការបោះឆ្នោតស្រាប់ដល់មិនទាន់បានអីសំរងស៊ីចេញមកផ្លោចផ្សេងខុសពីកឹមសុខាថាគាត់តាក់ទាញកុំឲ្យអន្តរជាតិមកអង្កេតការបោះឆ្នោតស្រាប់ដល់បន្តមកទៀតអ្នកដឹកនាំគណៈបកសំរងស៊ីកឹមសុខានៅក្នុងស្រុកថាលោកសំរងស៊ីនឹងមកកម្ពុជាស្រាប់រាំងស៊ីគាត់ដឹងការពិតថាគ្មានបរទេសណារវល់នឹងឲ្យគាត់មកស្រុកខ្មែរទេគាត់ចេញប្រផ្លោចទៀតគាត់ថា
គាត់មិនមកល្អជាងសម្រាប់អីការឈ្នះរបស់គណៈបកប្រឆាំងនឹងដើម្បីដាក់សម្ពាធទៅគណៈបកប្រជាជនកម្ពុជាដើម្បីបំផ្លាញការបោះឆ្នោតដើម្បីបំផ្លាញនៅលទ្ធផលនៃការបង្កើតរដ្ឋាភិបាលស្របច្បាប់នោះអញ្ចឹងយើងឃើញថានយោបាយរបស់ពួកគាត់អត់កើតទេប្រទៀងបន្ទង់ដូចគូនៅក្នុងនឹមគូក្នុងនឹមគឺគូមួយគូដែលមួយតំណាងឲ្យនយោបាយសំស៊ីមួយតំណាងឲ្យនយោបាយកម្មសិក្ខាហើយអាតេះដែលអូសហ្នឹងគឺជាអ្នកដែលគ្រប់គ្រងអញ្ចឹងវាគៀកនឹមដល់គៀកនឹមហ្នឹងអ្នកនៅក្នុងអាតេះហ្នឹងកន្លក់ឲ្យអាចកលាប់ចេញពីអាតេះហ្នឹងក៏មានដែរបាទអរគុណលោកបណ្ឌិតបាទនៅមានចំណុចមួយទៀតដែលលោកបណ្ឌិតលើកឡើងអំពីសមត្ថភាពរបស់គណៈបកប្រឆាំងដែលយើងឃើញថាគ្មានសមត្ថភាពក្នុងការដឹកនាំសូម្បីតែកូនបកតូចចំិចចំក់ហ្នឹងក៏បកប្រឆាំងមិនមានសមត្ថភាពក្នុងការដឹកនាំផងដែរយើងនិយាយបែបនេះយើងមានអំណះអំណាងហើយប្រជាពលរដ្ឋក៏លោកមិនទាន់ភ្លេចដែរយើងសួរថាតើសន្តានឬក៏យើងហៅថាសារបានរបស់គណៈបកប្រឆាំងទាំងអស់ទាំងលោកសំរងស៊ីក្តីទាំងកឹមសុខាក្តីទាំងអស់លោកដតីទៀតក្តីហ្នឹងសួរថាមានដើមកំណើតចេញមកពីគណៈបកណាហើយហេតុអីបានជាអស់លោកទាំងអស់ហ្នឹងចាក់ចេញពីគណៈបកដើមរបស់ខ្លួននឹងគឺដោយសារអីដោយសារតែការប្រកាប់បច្ចៈនិងប្រេះស្រាំនៅក្នុងផ្ទៃបកនឹងឯងមួយទៀតគណៈបកលោកតាសឿនសានដែលរលាយរហូតមកដល់ម៉ោងនេះសួរថាដោយសារស្នាដៃអ្នកណាមិនដោយសារស្នាដៃកឹមសុខាអញ្ចឹងនេះគឺជាអ្វីមួយដែលបង្ហាញពីភាពអសមត្ថភាពរបស់គណៈបកប្រឆាំងនឹងឯងឥឡូវនេះលោកបណ្ឌិតគណៈបកប្រឆាំងគេបានលើកឡើងនៅវោហាមួយដែលគួរឲ្យចង់សើចដែលយើងអាចនិយាយបានថាសម្ដីហ្នឹងបើក្មេងនិយាយវាហាក់បីដូចជាសមរម្យជាងអ្នកនយោបាយបើក្មេងនិយាយវាប្រសើរជាងកឹមសុខានិយាយគឺត្រង់ថាគាត់បានលើកឡើងថាគណៈបកប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលអស់រយៈពេល4អាណត្តិមកហើយនេះហើយប្រកបទៅដោយជោគជ័យប្រកបទៅដោយផ្លែផ្កាមានប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសគ្រប់គ្រងនេះគាត់ថាគណៈបកប្រជាជនកម្ពុជាគ្មានធនធានមនុស្សទេបាទគាត់ថាអត់មានធនធានមនុស្សទេហើយអ្វីដែលជាអំណះអំណាងរបស់គាត់ត្រង់ថាបើគណៈបកប្រជាជនមានធនធានមនុស្សម្លេះសមាជិកាគណៈបកប្រជាជនកម្ពុជានឹងមិនចាំបាច់គ្រប់គ្រងបេក្ខជនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដើម្បីបន្តតំណែងជាបេក្ខជននាយករដ្ឋមន្ត្រីទាំងអាណត្តិនេះនិងអាណត្តិតទៅមុខទៀតទេនេះគឺដោយសារតែការអត់មានធនធានមនុស្សអញ្ចឹងចំណុចនេះខ្ញុំចង់ឲ្យលោកបណ្ឌិតវែកញែកមើលពីរឿងធនធានមនុស្សរបស់គណៈបកប្រឆាំងនឹងថាតើវាដូចអ្វីដែលបកប្រឆាំងថាទេហើយសម្រាប់អ្វីដែលជាការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់គណៈបកប្រជាជនកម្ពុជាសពថ្ងៃនេះវាមានលក្ខណៈយ៉ាងម៉េចដែរលោកបណ្ឌិតជួយពន្យល់បាទចំណុចនេះដើម្បីឲ្យប្រជាពលរដ្ឋងាយយល់ខ្ញុំប្រៀបធៀបអំពីមនុស្សម្នាក់ដែលចូលទៅរៀនសូត្របាទយើងចាប់ផ្ដើមពីយើងរាប់ពីបឋមសិក្សាចុះនៅពេលដែលបុគ្គលម្នាក់កុមារម្នាក់រៀនសូត្របានល្អអ្នកនឹងអាចបន្តទៅយក diploma បាទរៀនបានល្អទៀតអាចបន្តទៅយកបាក់ឌុបគឺថាបញ្ចប់មធ្យមសិក្សាបាត់ទុតិយភូមិណាបាទហើយកាលណាគេបញ្ចប់ដោយគុណភាពមានសមត្ថភាពល្អគេបន្តទៅយកមហាវិទ្យាល័យកម្រិតវិទ្យាសាស្ត្រថ្នាក់ Bachelor Degree គឺថ្នាក់បញ្ញាបត្រហើយបើគេបញ្ចប់បញ្ញាបត្របានល្អគេមានសមត្ថភាពបន្តទៅយកកម្រិតវិទ្យាសាស្ត្រថ្នាក់ Master Degree ឬអនុបណ្ឌិតហើយនៅពេលដែលគេមានសមត្ថភាពបញ្ចប់អនុបណ្ឌិតក្នុងនីតិល្អទៀតគេមានសមត្ថភាពទៅតយក PhD យកបណ្ឌិតហើយនឹងតទៅធ្វើសាស្ត្រាចារ្យទៅធ្វើជាអ្នកពយល់អ្នកជំនាន់ក្រោយតទៀតឥឡូវបើសិនយើងយល់អាហ្នឹងនោះពាក្យថាបន្តវាបង្ហាញអំពីការពឹងផ្អែកទៅលើសមត្ថភាពបាទឥឡូវយើងងាកមកបេក្ខភាពសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនរបស់គណៈបកប្រជាជនកម្ពុជាជាបេក្ខភាពនាយករដ្ឋមន្ត្រីបាទយើងមើលតែសមត្ថភាពរបស់សម្ដេចមុខរាជរដ្ឋាភិបាលពីនីតិកាលមួយទៅនីតិកាលមួយតើមានសមត្ថភាពនឹងទៅបន្តនីតិកាលមួយទៀតអត់ដូចយើងរៀនយកសញ្ញាបត្រអញ្ចឹងបាទយើងមិនបាច់ប្រៀបធៀបមុនឆ្នាំ90ទេកុំឲ្យគេថាយើងយករឿងនឹងយកមកដាក់ឥឡូវយើងមើល93បោះឆ្នោត93ដល់98ប្រទេសជាតិបានអី93ដល់98ណាបាទបង្រួបរួមផ្សះផ្សាជាតិរហូតដល់ចុង98
dương bằng hai ông pi ca bánh chóp chẳng song nơi cả bạch bạ chiết tua bay chia pram năm đầm bô miền ôn tắc miền ấy cả đói bàn tay bờ tây chiết ở bãi bạc này nói thế nào ở toàn chóp thế từ đây mà phây buôn khai krong bùm toàn trời ban krong krong chẳng song rồi krong đầm bô rồi thợ thầm nói như mũi này nói thế kroi mới không pe bọt nào cay sập bầm bầy chẳng pe cặp hiệp những Israel rồi bòสำนักประมุขรีเราตาบานคนซ้ายคือก็มีสมรรถภาพบ้านชื่อคณะปะเชยชนเอาบรรทอยกกำรัดมวยตีเต้ประกวดไปเชยให้ประกวดไปเชยคือไปเชยพระรัตตัวสกอลพอดอลในบรรทุดอลอ๋อคือบรรทุกาไก่สบายบ้านแต่50 มวยที่บรรทายบรรทุกไก่ผมใบบ้านดอล60 บุญแต่นักบ้านในไทยเชื่อสมรรถภาพอัดตึกมาน่ะดอลบ้านบรรจบปรำชนำนิติการตีปีประเชียปรวัตมุนหนึ่งประเชียปรวัตดอลบรรทุกคณะปะเชยชนเมื่อเคยทาไปกับเพียบหนึ่งอิสระเพียบบอสสำนักอยู่รอนเตยฮอนไซน์คือมีสมรรถภาพสำนักตึกดักน้อมนิติการตีใบเทียดโดยชนะหายกาตั้งเชียไปกับเพียบอยู่รอนเตยคือคณะปะเชยชนกำเชียบ้านตัวสกอมปีสมรรถภาพนั่งรู้จะหายประเชียปรวัตขมายมาจากชนะก็บ้านดอลบรรทุกนิเตดอลอแทนเทียดคือปี64tới 70 เนี่ยโดยฉะนั้นอัดขึ้นบรรทุกนาทะเลเพราะนั่งไม่จะทาเกออัดสมรรถภาพให้ประตอปี70 สำหรับนิติการที่บุญคณะปะเชยชนกำเชียมือเคยทาสมรรถภาพดอกอชาหรือบ่ผมมุกอิริเราทาบากำเชียเตยแต่บรรทออนัตติบุญเตียนให้พอตั้งจะสได้เหมือนเมนตรัมแต่คณะปะเชยชนมือเคยนี่ประเชียพรอดมาจากชนะบ้านแต่บอชนะดักนิเตดอลอนะจูนสำนักผมมุกอิริเราทาบาแล้วเขาแต่ดอบ้านกายสับอาสนะให้อะไรนี่เตียนคณะปะเชยชนก็มือเคยทาปุ่มมีนเป็นตุนาทะเลเจ้าสำรับการวิจารณ์ไล่แต่เรื่องสมาธิเพียบบอสนันยุรอนเตยเพราะนั่งจังตายมีนให้พอละไว้ได้เตยแต่ตุ่มเละก็กูแต่นั่งให้บางคณะปะเจจนมีเพียบเฉลี่ยไว้นั่งกรบชันเตะเรียบ้านไทยตั้งสำนักประมุขรัฐบาลเชียไปกับเพียบยุรอนเตยสำนักสำรับนิติการตีปรามนี้ให้นั่งรำปึงบรรทอเตยนิติการบรรทอเตียดให้ยังจำเมื่อแต่จำนวนจังอ้อนั่งยมตีนมาปีนโยบายเชื่อดับไตวิ่งประเทศเชื่อดับไตเกี่ยปุ่มได้ดอกเนี่ยโยบายปีตำไหนจมปูเนี่ยโยบายนะเนี่ยดึกนอมนะได้เกี่ยมีนสมัติเพียบหนึ่งมีนไปเชื่อประเพียบที่เกี่ยมีนแต่ดอกเนี่ยโยบายปีตำไหนหรือก็สมัยคล้วนสกจัดเลี้ยแรงปีตำไหนเลี้ยแรงปีตัวในตีโชว์ชั่วโมงในเปได้เกย์คือเหมือนมันจุกใจแล้วคณะปะไปช่างนู่นเต้ไปกับเพียบยุรอนไรแต่งกำสคาแต่งซอมซีโชว์ประมาณđóมันได้บ้านสำเร็จไอ้ออชาพร้อมตากูคล้วนเต้แต่กูพิจารณาปีสมัติเพียบรอคล้วนหรือก็คล้วนอ่อนกว่าเป็นหนึ่งหายเตยเชี่ยพิจารณาสมัติเพียบดอกกุ้งพวกบอกหมูเรือผ้าบ้านจำนวนนั่งยมทาบาสันเชี่ยคณะปะไปช่างพิจารณาสมัติเพียบกำสคาซอมซียมทาลอชิมลอเมนเทนให้ยืงได้เชื่อไปเชื่อพร้อมจากชนะก็จังมือกูประกวดดอมินสมัติเพียบมวยเข้าปีซัมซีกำสคาได้หรือก็กำสคาซัมซียิงใจเพ่งดาราหน้าคณะปะเชยชนกำเชียดักไปกับเพียบสำนักยุรอนไตรฮอนไซน์ปวกกอดคือขมิ้นสมัติเพียบนั่งประกวดไปเจงอันนั้นยังไอกับเพียบปัจจัยกำสคาหนึ่งซัมซีซาเพียบจังปัญหาต่อเตยเชียคล้วนอดมีสมัติเพียบประกวดไปเจงใบเตยเชียนิยัยทางคณะปะเจจนอัดสมัติเพียบหรือก็ฟ้าเนี่ยมีสมัติเพียบจุ่มนัวประมุขรีเราทำบ้าคือเขาให้ปนใต้ยังก่อนบ้าบุญเจาะโต้มวยตึนตึมนั่งสมัติเพียบหนึ่งวีหรือเพียบดอกคลาห้าหนึ่งเฉลี่ยไว้หรือบ้าประมุขรีทำไปบ้าก็คณะปะเจจนก็ถนัดเล็กน้องคณะปะเจจนก็สำนักประมุขรีเราทำบ้าก็ปุ้งแต่กึศกู้อมปีนอยู่ใบยุบจนหนึ่งอยู่ใบต่อเว้นเลยบ่อ๋อก็ลงบันดัดบ่าแต่ตรงแต่นั่งปัญหานี้ผ่องได้บางขยมก็จังจุบเรียบจูนตลอดออกโลกได้จีเนี่ยกอมโตรขณะปะประชังไอ้ขยมให้ไอ้บ้านจีขยมเฉลี่ยโยเปวิเลียเราเมียนอะไรดิจุบเรียบจูนตลอดกอมโตรขณะปะประชังปีปลุกทาเนี่ยกอมโตรขณะปะประชังในปีปัจจุบันนี้คือก็กลมปงแต่กอมโตรแตงงงเงิดงงลบองปนไปให้จีนูจองจำบานให้ทาลูกกำสุขาตัวทลบไว้ประหารแต่เลือลูกซ้อมแรงซีอย่างไม่คละตีมวยกำสุขาทลอมในใจถ้าซ้อมแรงซีคือจิบนึกอสมัติเพียง
ពេលដែលឡើងប្រកួតប្រជែងក្នុងការបោះឆ្នោត3អាណត្តិកន្លងមកនេះគឺសំរងស៊ីត្រូវបានគណៈបកប្រជាជនត្រូវបានសម្ដេចតេជោហ៊ុនសែនធាក់ធ្លាក់ពីលើរិញចំនួន3ដងមួយវិញទៀតលោកកឹមសុខាធ្លាប់និយាយថាលោកសំរងស៊ីនេះដឹកនាំបករបស់គាត់នឹងគឺដឹកនាំទាំងងងឹតងងល់គ្មានចេះគ្មានដឹងអ្វីទាំងអស់នេះជាចំណុចមួយទៀតរួមជាមួយនឹងគាត់អួតពីសមត្ថភាពរបស់គាត់ថាគាត់មុននឹងទៅដឹកនាំបកហ្នឹងគឺថាគាត់ជួលបរទេសយកមកបរៀនគាត់មួយអាទិត្យលើកមុនថាមួយអាទិត្យដល់ពេលប្រហែលថ្ងៃមុនថារៀនតែ3ថ្ងៃទេគ្រាន់អារៀនហ្នឹងក៏អត់អាថ្ងៃហ្នឹងមិនច្បាស់លាស់ទៅទៀតអញ្ចឹងត្រង់នេះដែលខ្ញុំចង់បញ្ជាក់និងជម្រាបជូនសកម្មជនអ្នកគាំទ្របកប្រឆាំងនឹងឲ្យបានជ្រាបថាសូមបងប្អូនកុំជ្រើមពេកសូមឲ្យបងប្អូនយើងទប់ចិត្តទប់អារម្មណ៍ឲ្យមែនតែនជៀសវាងការខកចិត្តហើយកាលណាខកចិត្តបងប្អូននឹងខូចចិត្តបើត្រឹមមកខូចចិត្តក៏ខ្ញុំនៅសរសើរបងប្អូនដែរខ្លាចវាខូចបង់ទាំងទ្រព្យសម្បត្តិទាំងលុយកាក់ទាំងគូទាំងកបីដែលបងប្អូនយើងលក់ដើម្បីគ្រាន់តែតំណែងខ្យល់តាមរយៈការស្រែកហ៊ូកញ្ជ្រៀវរបស់កឹមសុខាពីរឿងបញ្ហាឈ្នះពីរឿងបញ្ហាបដូរឡាក់នឹងឡាក់ខ្ញុំសូមជម្រាបនឹងហ៊ានអះអាងថាចរិតមេយាទដូចសំរងស៊ីចរិតមេយាទដូចកឹមសុខានេះមិនអាចយកជ័យជំនះបានទេពីព្រោះឈ្នះមិនឈ្នះស្ថិតនៅលើសម្លេងគាំទ្រពីប្រជាពលរដ្ឋបើកឹមសុខាដើរតែញុះញង់គេបើសំរងស៊ីដើរតែសន្យាដើរតែអួតសួរថាតើអ្នកណាដែលគេច្រឡំជឿកឹមសុខាសំរងស៊ីទៀតពីព្រោះបទពិសោធន៍នៃការចាញ់ឆ្នោតរបស់កឹមសុខាសំរងស៊ីនេះគឺចាញ់យ៉ាងផ្កាប់មុខចាញ់យ៉ាងអាម៉ាស់ដែលអ្នកណាក៏គេដឹងថាសំរងស៊ីនិងកឹមសុខាអសមត្ថភាពនឹងបានតែសម្ដីនោះឯងអញ្ចឹងនេះគ្រាន់តែជាការរំលឹកដាស់តឿនដោយក្តីគោរពចំពោះបងប្អូនទាំងអស់ដែលគាំទ្រគណៈបកប្រឆាំងសូមឲ្យពិចារណាឥឡូវនេះលោកបណ្ឌិតយើងសម្រាប់បន្តិចសិនហើយបន្ទាប់មកយើងមានប្រធានបទនិងសំណួរមួយចំនួនទៀតបាទសម្ដេចលោកជំទាវអាដាមលោកជំទាវលោកស្រីនាងកញ្ញាទូទស្សនិកជនជាទីគោរពនិងជាទីរាប់អានបាទឥឡូវនេះខ្ញុំក៏នឹងពិភាក្សាជាមួយនឹងលោកបណ្ឌិតជាបន្តទៀតតាក់ទងទៅនឹងចរិតរបស់គណៈបកប្រឆាំងដើម្បីជូនជាប្រយោជន៍សម្រាប់ការពិចារណាជៀសវាងការភ័ន្តច្រឡំផងដែរបាទលោកបណ្ឌិតថ្មីនេះយើងឃើញថាគណៈបកប្រឆាំងមានប្រតិកម្មខ្លាំងណាស់ជាមួយនឹងប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅក្នុងវេទិកាមួយដែលសម្ដេចលោកធ្វើការពន្យល់ដែលតាក់ទងទៅនឹងចរិតគណៈបកប្រឆាំងបើយើងនិយាយអំពីការពន្យល់របស់សម្ដេចអគ្គមហាសេនាបតីតាក់ទងទៅនឹងចរិតរបស់គណៈបកប្រឆាំងនេះគឺគ្រាន់តែជាសារមួយសម្រាប់ប្រជាពលរដ្ឋពិចារណាតែប៉ុណ្ណោះហើយប្រជាពលរដ្ឋក៏បានមើលឃើញពីចរិតរបស់គណៈបកប្រឆាំងដូចគ្នាផងដែរគឺត្រង់ថាប្រសិនបើគណៈបកប្រឆាំងគ្រប់គ្រងអំណាចនេះគឺពាក្យថាប្រសិនបើមានន័យថាអត់អាចទេបើសិនបើជាគណៈបកប្រឆាំងគ្រប់គ្រងអំណាចដោយយោងទៅតាមវិយាតរបស់គណៈបកប្រឆាំងដែលមានចរិតដូចសថ្ងៃហ្នឹងគឺកម្ពុជាអាចនឹងប្រឈមជាមួយនឹងអស្ថិរភាពសង្គមហើយក៏ដោយយោងទៅតាមចរិតរបស់គណៈបកប្រឆាំងសប្តាហ៍នេះដែលកំពុងតែបញ្ឆេះកំហឹងវណ្ណៈបញ្ឆេះកំហឹងជាតិសាសន៍រវាងកម្ពុជាជាមួយនឹងបណ្ដាប្រទេសក្បែរខាងគឺសម្ដេចលោកទស្សន៍ទាយថាអាចនឹងមានសង្គ្រាមជាមួយនឹងប្រទេសក្បែរខាងដោយសារតែមេយាទរបស់គណៈបកប្រឆាំងត្រង់ចំណុចនេះគឺគណៈបកប្រឆាំងគេមានប្រតិកម្មយ៉ាងខ្លាំងចំពោះអ្វីដែលជាការលើកឡើងនេះហើយឥឡូវនេះសម្រាប់លោកបណ្ឌិតយល់ឃើញយ៉ាងម៉េចចំពោះចំណុចនេះបាទចំណុចនេះដែលប្រជាពលរដ្ឋអាចពិចារណាដើម្បីធ្វើការយល់អំពីគំនិតរបស់គណៈបកប្រឆាំងឬដើម្បីយល់អំពីប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលតប្រជាពលរដ្ឋខ្មែរពិចារណាទៅលើចរិតរបស់លោកកឹមសុខានិងសំស៊ីតើពួកគាត់ធ្វើនយោបាយអីកឹមសុខាសំស៊ីមិនមែនធ្វើនយោបាយវិជាធិបតេយ្យសេរីទេខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតហើយដិតបន្ទាត់ពីក្រោមកឹមសុខាសំនិងស៊ីដរាបណាអ្នកទាំងពីរនេះដឹកនាំគណៈបកប្រឆាំងដឹកនាំគណៈបកប្រឆាំងនៅកម្ពុជាអ្នកទាំងពីរនេះមិនអាចរៀបចំគណៈបកប្រឆាំងនៅកម្ពុជាតាមនយោបាយប្រជាធិបតេយ្យសេរីនិយមទេមូលហេតុអី
កម្មសខាសំស៊ីកំពុងតែធ្វើនយោបាយបន្តវេនពីមនោគមវិជ្ជារបស់ប៉ុលពតបាទទីហោទី1ហើយយកទៅវិភាគចុះតើកម្មសខាសំស៊ីកំពុងធ្វើនយោបាយបញ្ឆេះកំហឹងវណ្ណៈសង្គមរវាងអ្នកមានអ្នកក្រហើយធ្វើនយោបាយប្រឆាំងនឹងវិស័យឯកជនអត់យើងមើលកម្មសខាម៉ាត់ណាក៏ប្រឆាំងនឹងស្ទាប់វណ្ណៈខុសៗគ្នាដែរនឹងហើយជាមនោគមវិជ្ជាប៉ុលពតដែលបញ្ឆេះកំហឹងវណ្ណៈទៀបឲ្យយកវណ្ណៈខ្ពស់ជាសត្រូវណានឹងមួយហើយប្រឆាំងនឹងរបបសេដ្ឋកិច្ចទីផ្សារសេរីដោយកម្មសខាសន្យារឿងនយោបាយរាជចិញ្ចឹមរដ្ឋហើយរដ្ឋចិញ្ចឹមរាជសំទោសនយោបាយរដ្ឋចិញ្ចឹមរាជមិនមែនជានយោបាយសេដ្ឋកិច្ចទីផ្សារសេរីទេនយោបាយរដ្ឋចិញ្ចឹមរាជគឺជានយោបាយមនោគមវិជ្ជាប៉ុលពតសុទ្ធសាធបាទបងប្អូនប្រជាពលរដ្ឋត្រូវយល់ថាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីមិនមែនត្រឹមតែចង់ឲ្យកម្ពុជាមានសន្តិភាពទេគឺចង់ឲ្យកម្ពុជារស់នៅក្រោមដំបូលជាមួយគ្នាហើយនាំមកនៅសេដ្ឋកិច្ចទីផ្សារសេរីសម្រាប់ឲ្យប្រជាពលរដ្ឋម្នាក់អ្នកកំណត់ជោគវាសនាសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ខ្លួនតែឥឡូវកម្មសខាចង់ទាញកម្ពុជាទៅរបបប៉ុលពតទៀតស៊ីរួមហូបរួមទៀតគឺរដ្ឋចិញ្ចឹមរាជអានឹងស៊ីរួមហើយរដ្ឋចិញ្ចឹមរាជគឺយើងមិនអាចរស់ដោយរៀងខ្លួនមួយទៀតតើនយោបាយកម្មសខាសំស៊ីជានយោបាយអីនយោបាយការបរទេសគឺនយោបាយជាតិនិយមជ្រុលហួសហេតុដែលអន្តរជាតិគេស្អប់ខ្ពើមណាស់នយោបាយជាតិនិយមនោះគឺនយោបាយរើសអើងពូជសាសន៍នយោបាយគ្មានកិច្ចសហប្រតិការអន្តរជាតិជាពិសេសកិច្ចសហប្រតិការជាមួយប្រទេសជិតខាងនិងក្នុងតំបន់បាទតើយើងចង់បានអញ្ចឹងទេរបបប៉ុលពតណាគឺដោយសារបញ្ហាក្នុងស្រុកផងហើយដោយសារប៉ុលពតទៅធ្វើសត្រូវជាមួយប្រទេសជិតខាងហ្នឹងគ្រាន់តែធ្វើនយោបាយប្រឆាំងនឹងប្រជាពលរដ្ឋខ្លួនគឺរដ្ឋចិញ្ចឹមរាជហើយធ្វើនយោបាយប្រឆាំងនឹងប្រទេសជិតខាងប្រជាពលរដ្ឋខ្មែរស្លាប់រាប់លាននាក់ដោយសារតែប៉ុលពតចោទថាក្បាលយួនខ្លួនខ្មែរណាតែហ្នឹងប្រជាពលរដ្ឋត្រូវយល់អាហ្នឹងហើយយើងអាចពិចារណាទៅប្រសាសន៍របស់ប្រមុខអតីតរដ្ឋាភិបាលបើសិនជាកម្មសខាសំស៊ីកាន់អំណាចគឺមនោគមវិជ្ជាប៉ុលពតនឹងមកវិញហើយយើងពិចារណាមើលទៅថ្ងៃ17មេសា2013ថ្មីលោកសំស៊ីបាននិយាយតាគាត់ប្រាប់ឲ្យតាមិនក៏យើងមិនព្រមស្ដាប់សំស៊ីនិយាយថាបើសិនបានអំណាចគឺកាត់ទោសរដ្ឋាភិបាលទាំងអស់តែយើងណាកម្ពុជាណាដឹកនាំដោយគណៈបកប្រជាជនកម្ពុជាមិនបានទៅកាត់ទោសខ្មែរក្រហមទាំងអស់ទេផ្ទុយទៅវិញគណៈបកប្រជាជនកម្ពុជាជាពិសេសប្រមុខរាជរដ្ឋាភិបាលបានចាត់វិធានការនយោបាយដ៏ប្រពៃមួយគឺសមាហរណកម្មបងប្អូនអតីតខ្មែរក្រហមរស់នៅក្នុងសហគមន៍ជាតិក្នុងដំបូលរដ្ឋធម្មនុញ្ញជាមួយគ្នាហើយការពារនៅសិទ្ធិរស់នៅបន្តទៀតជាមួយនឹងប្រជាជនកម្ពុជាទាំងអស់គ្នាហើយយើងកាត់ទោសតែមេដឹកនាំកម្ពុជារបស់ប៉ុលពតទេឯកម្មសខាសំស៊ីចេញមកគឺកំតិចចោលហ្មងអាតែហ្នឹងតែយើងចង់បានទេហើយសន្តិភាពយើងបាន98ដើម99គឺថ្លៃថ្លាណាស់មានសន្តិភាពនេះហើយបានយើងមកអភិវឌ្ឍដល់ថ្ងៃនេះតើកម្មសខាពលនឹងសំស៊ីជាប៉ុលពតអត់បើអ្នកទាំងអស់នឹងមិនទទួលស្គាល់សមិទ្ធផលជាតិដូចស្វៀនថ្នល់នឹងអ្វីទាំងអស់គេថាយើងអត់រីកចម្រើនយើងគិតមើលតើយើងមានការភ័យព្រួយខ្លាចរបបប៉ុលពតត្រឡប់មកវិញដោយសារកម្មសខានឹងសំស៊ីអត់នេះរបបប៉ុលពតត្រឡប់មកវិញមិនចាប់បាច់តួអង្គប៉ុលពតទេមនុស្សជំនួសប៉ុលពតឲ្យតែក្បាលនឹងនៅតែប៉ុលពតគឺមកវិញហើយអញ្ចឹងអស្ថិរភាពនយោបាយឲ្យតែពួកគាត់កាន់អំណាចគឺមានហើយបើខ្ញុំនិយាយឲ្យនេះជាងនឹងទៅទៀតឲ្យធ្ងន់ទៅលើគណៈបកប្រឆាំងទៀតបើសិនជាគណៈបកកម្មសខាសំស៊ីមានសម្លេងច្រើនមិនចាំតែដឹកនាំរដ្ឋាភិបាលទេមានតែសម្លេងច្រើនធ្វើជាគណៈបកប្រឆាំងនាំកម្ពុជាទៅកលយុគកាន់តែខ្លាំងសប្តាហ៍ថ្ងៃនេះណាមានតែ26បូកនឹង3កម្មសខាសំស៊ី26បូកគ្នាបាន29រំខានប្រជាធិបតេយ្យបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជារំខានការអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាលរួចទៅហើយចុះបើអ្នកទាំងអស់ហ្នឹងបានកៅអីកើន1ទៅ2ទៀតគឺរឹតតែធ្វើឲ្យរាំងស្ទះដល់ដំណើរការប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រទេសនៅកម្ពុជាទៀតបាទអរគុណណាស់លោកបណ្ឌិតនេះគឺជាចំណុចសំខាន់មួយដែលសូមឲ្យជនរួមជាតិទាំងអស់តាមដានពិចារណាជាពិសេសជាមួយនឹងសេចក្តីពន្យល់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកតែងតែមានប្រសាសន៍ពន្យល់ដោយក្តីគោរពនិងដោយសន្តានចិត្តស្មោះត្រង់បំផុតចំពោះជាតិចំពោះប្រជាពលរដ្ឋ
ដែលតាក់ទងទាំងមេយាទរបស់គណៈបកប្រឆាំងក៏ដូចជាអ្នកនយោបាយដែលមាននិន្នាការប្រឆាំងដទៃទៀតដើម្បីឲ្យបងប្អូនយើងពិចារណាហើយរួមជាមួយនឹងប្រសាសន៍ក៏ដូចជាសេចក្តីបញ្យលរបស់លោកបណ្ឌិតឈឹមផលវរុននេះគឺជាខ្លឹមសារដ៏មានសារៈសំខាន់មួយសម្រាប់ជនរួមជាតិអាដាមលោកជំទាវបងប្អូនទាំងអស់ដែលកំពុងតែតាមដានទស្សនាការផ្សាយបន្តផ្ទាល់របស់នេតិវិភាគព្រឹត្តិការណ៍សង្គមរបស់យើងនេះសិតតែលើកយកនៅការពិតដើម្បីធ្វើការពិចារណាអ្វីមួយដែលជាសេចក្តីពន្យល់របស់រាជរដ្ឋាភិបាលនិងបង្ហាញពីសន្តានចិត្តរបស់គណៈបកប្រជាជនសម្ដេចធ្លាប់មានប្រសាសន៍ទឹកឡើងត្រីស៊ីសម៉ោចទឹកហោចសម៉ោចស៊ីត្រីជាទស្សនៈមួយដែលត្រូវបញ្ចប់នៅក្នុងសម័យតេជោតែម្ដងនេះគឺជាទស្សនៈនៃការសងសឹកលោកបណ្ឌិតបើកាលណាយើងសងសឹកគ្នាមិនជាប់រហូតនោះគឺប្រកាសជាការបង្ហូរឈាមនឹងគឺមិនចេះចប់ទេហើយតួយ៉ាងដូចជាគណៈបកប្រជាជនមានសត្រូវតែមួយគត់គឺជាមួយនឹងរបបបល័យពូជសាសន៍នឹងតែម្ដងឥឡូវនេះនៅពេលដែលយើងផ្ដួលរំលំរបបបល័យពូជសាសន៍បានយ៉ាងជោគជ័យផ្ដល់សេរីភាពជូនប្រជាជននេះសួរថាតើគណៈបកប្រជាជនមានតាមកាប់សម្លាប់មេខ្មែរក្រហមដូចថាផ្ដាច់ពូជដូចអ្វីដែលខ្មែរក្រហមបានធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់ដែរអត់គឺអត់មានទេនេះហើយដែលជាទស្សនៈទឹកឡើងត្រីកុំស៊ីសម៉ោចហើយទឹកហោចសម៉ោចកុំស៊ីត្រីប៉ុន្តែខ្ញុំសូមជម្រាបជូនថាកឹមសុខាសំរងស៊ីនេះកំពុងតែបន្តវេនគេហៅថាបន្តទាយាទពីខ្មែរក្រហមប៉ុលពតយ៉ាងពិតប្រាកដដែលពួកគាត់បាននិងកំពុងប្រើប្រាស់នយោបាយសងសឹកដោយអ្វីដែលសំរងស៊ីកឹមសុខាបានប្រកាសពីរឿងការប្រមូលមនុស្សយកទៅកាត់ទោសអញ្ចឹងស្រួលដោយទាំងខ្ញុំទៀតបាទអញ្ចឹងបានថាអត់ស្រួលទេអាចង្អុលកាត់ទោសហ្នឹងជួនកាលគេថាសត្វចារៈបកែអីបយលអីចឹងណាលោកបណ្ឌិតឈឹមផលវរុនអីចឹងទៅគេថាអពតដែរគេយកទៅនេះអានឹងអត់បានទេជានយោបាយសម្រាប់ប្រជាពលរដ្ឋហើយអញ្ចឹងនេះជាបំណងល្អពីវេទិកានីតិវិភាគព្រឹត្តិការណ៍សង្គមឥឡូវនេះលោកបណ្ឌិតដោយសារពេលវេលារបស់យើងបានឈានដល់ទីបញ្ចប់បាទខ្ញុំបាទក៏សូមថ្លែងអំណរគុណសម្ដេចលោកជំទាវអាដាមលោកជំទាវដែលបានទស្សនានីតិយើងពីដើមដល់ចប់បាទសម្រាប់ពេលនេះខ្ញុំបាទរួមជាមួយនឹងសហការីសូមអរគុណសូមជម្រាបលាបាទ